ទាំងអស់គ្នាជឿទៅលើការសម័យជឿទៅលើដៃសម័យជឿថាពេលដែលយើងសម័យអីមួយយើងទទួលបានរបស់នឹងខ្ញុំគឺជាមនុស្សដែលជឿទៅលើការសម័យនឹងខ្លាំងមែនតើតែខ្ញុំផុសសម័យអីខ្លះហើយអ្នកនឹងឃើញសភៅដែលខ្ញុំសរសេរនេះសភៅនេះគឺជាសភៅកំណត់ហេតុគឺសភៅដែលខ្ញុំសរសេរអំពីឃើញតែការឡើងក្នុងជីវិតខ្ញុំគឺដែលខ្ញុំចង់ grateful ជាមួយនឹងអីដែលខ្ញុំសម័យគឺខ្ញុំសរសេរចូលទៅក្នុងនោះទាំងអស់សភៅនេះគឺនៅខ្ញុំចង់10ឆ្នាំហើយខ្ញុំទៅអានអ្វីដែលខ្ញុំសរសេរពីមុនមកអូក៏ពិត like everything that happen ហ្នឹងគឺតែខ្ញុំធ្លាប់ plan ទុកទាំងអស់ហើយខ្ញុំអត់ចាប់អារម្មណ៍មើលតែក្តីសម័យខ្ញុំចាប់ដើមតាំងពីពេលណាមកហើយក៏ប៉ុន្តែខ្ញុំក៏អត់ចាំថាខ្ញុំចាប់ដើមចេះសម័យតាំងពីណាមកដែរគាត់អីដែលខ្ញុំចាប់អារម្មណ៍បានហ្នឹងគឺពីក្មេងមកហ្មងគឺគ្រួសារខ្ញុំជាគ្រួសារដែលខ្នាតធំអានេះថាយាយខ្ញុំមានបងប្អូនច្រើនកូនយាយខ្ញុំមានបងប្អូនតមានកូនចៅតធ្វើយើងក៏ជាគ្រួសារមួយដែលធំអញ្ចឹងនៅស្រុកខ្មែរយើងខ្ញុំជឿថានឹងមានច្រើនគឺស្រុកខ្មែរយើងគឺមានត្រឡប់មកគឺពេលដែលបុណ្យទាននេះថាភ្ជុំចូលឆ្នាំអញ្ចឹងគឺពេលដែលគ្រួសារធំហ្នឹងគឺជួបជុំគ្នាកាលពីខ្ញុំនៅក្មេងហ្នឹងគឺគ្រួសារធំទាំងអស់ធំមែនតើមានច្រើនមានចំនួនមួយជួបមួយអញ្ចឹងខ្ញុំចាប់អារម្មណ៍ថាពេលហ្នឹងគឺម៉ាក់ខ្ញុំគាត់ពិបាកជាងគេគាត់អត់ជាងគេម៉ាក់ខ្ញុំគាត់នៅផ្ទះជួលហើយគាត់អត់មានឡានជិះទេស្របពេលដែលគណៈពេលហ្នឹងគឺពូមីងបងគាត់មានឡានជិះអស់ហើយអញ្ចឹងឲ្យតែពេលម៉ាក់ទៅស្រុកគឺម៉ាក់ត្រូវជិះម៉ូតូទៅឬក៏ម៉ាក់ត្រូវទៅមួយគេឬក៏ម៉ាក់ត្រូវជិះផាសស្អាប់ទៅចាំបានថាពួកយើងហ៊ានអត់ជាងគេយើងអត់សូវសប្បាយសប្បាយទេសូម្បីតែការចាយវាក៏យើងហ៊ានគិតគូរដែរអញ្ចឹងពេលនោះខ្ញុំសម័យថា I don't know when I don't know how ប៉ុន្តែនៅថ្ងៃអនាគតពេលដែលខ្ញុំធំឡើងខ្ញុំត្រូវទៅទិញឡានមួយឲ្យម៉ាក់ខ្ញុំអាចជិះទៅស្រុកបានខ្ញុំមិនដឹងថាធ្វើមកជាខ្ញុំអត់ដឹងថាតើឡានហ្នឹងតម្លៃប្រហែលតើពិបាកទិញប៉ុណ្ណាតើធ្វើការប្រហែលឆ្នាំទៅមានឡានជិះខ្ញុំអត់ដឹងទេអីដែលខ្ញុំដឹងហ្នឹងគឺខ្ញុំត្រូវតែមានឡានឲ្យម៉ាក់ជិះទៅលេងស្រុកឲ្យបានព្រោះគាត់អត់មានឡានជិះមកយូរវិញវាយូរបន្តិចរហូតដល់គាត់អាយុ40ជាងហើយខ្ញុំអាយុ20ជាងតែខ្ញុំអាចមានលទ្ធភាពទិញឡានឲ្យគាត់ជិះបានឃើញហ្នឹងគឺអីដែលខ្ញុំសម័យបានសម័យទី2ខ្ញុំសម័យថាដោយសារតែម៉ាក់ខ្ញុំគាត់ទិញផ្ទះបានតែនៅរឿងឆ្ងាយនៅរឿងជ័យក្រុងហើយគាត់អត់នៅមកជុំគ្នាបងគាត់ទេពិបាកមែនតើផ្ទះហ្នឹងលេខផ្ទះហ្នឹងវាពិបាកក្នុងការធ្វើដំណើរមែនតើហើយខ្ញុំគិតចាចង់ម៉ាក់ខ្ញុំហ្នឹងនៅជុំជាមួយនឹងយាយតាព្រោះគាត់អាយុច្រើនហើយក៏ចង់នៅជុំគ្នាមានយាយតាមានបងប្អូនគាត់តែចង់ទៅខ្ញុំសម័យថាថ្ងៃណាមួយខ្ញុំនឹងទិញផ្ទះនៅក្នុងពេញឲ្យម៉ាក់ខ្ញុំឲ្យបានផ្ទះហ្នឹងទីធ្លាបានល្មមហើយគាត់ទៅជុំគ្នាជាមួយនឹងគ្រួសាររបស់គាត់តែខ្ញុំមានក្តីសម័យទឹកគឺខ្ញុំធ្វើបានមែនចាំមិនថាពេលដែលយើងចាប់ដើមចេះសម័យចេះពេលមហាច្តាគឺអា flow យដើរហ្នឹងគឺវា step by step មកសម័យទី3វិញហ្នឹងគឺខ្ញុំសម័យលើខ្លួនឯងហ្មងខ្ញុំសម័យថាពេលដែលខ្ញុំធំឡើងខ្ញុំចង់មានការងារល្អធ្វើហើយខ្ញុំអត់សូវស្រឡាញ់ការងារណាដែលមនុស្សស្រីទូទៅគាត់ធ្វើព្រោះខ្ញុំគិតថានឹងវាសាបខ្ញុំទៅចិត្តធ្វើអីដែរអត់សូវមានអ្នកធ្វើតាមចឹងវាធ្វើឲ្យខ្ញុំទៅវាយ៉ាង like close ជាងគេខ្ញុំសម័យថាខ្ញុំនឹងធ្វើការងារមួយដែលមានតំណែងគូសំការងារនឹងប្រាក់ខែអាចឲ្យខ្ញុំ spend ទៅលើ daily life របស់ខ្ញុំទៅបានដល់អត់រំពឹងពីអ្នកណាគេខ្ញុំអាច connect educate បានអីចឹងណា so ឃើញពេលដែលខ្ញុំសម័យមួយគឺវាកម្រនឹងខុសពីអីដែលយើងចង់បាននៅខ្លាំងគឺវាតែដូចអីដែលយើងចង់បានគាត់ថាវាត្រូវការ take time ឬក៏វាមិនដូចតាមស្រុងអញ្ចឹងនេះគួរតែនឹកសម័យបានច្រើនហើយកុំគិតថាអូយសម័យធំពេកតិចដូចកង្កែបដូចអីក្នុងដូរអញ្ចឹងកុំគិតចឹង no need to care about it ចាស់សម័យដូចពីមុនខ្ញុំសម័យថាចា in the future I gonna be can travel around the world fly ទាំងនេះ fly ទៅនោះតែដល់ពេលដែលខ្ញុំសម័យហ្នឹងគឺម៉ាក់ប៉ាខ្ញុំគាត់ពិបាកម៉ាក់ប៉ាខ្ញុំគាត់ធ្វើការដែលពិបាកហើយវា how to get the money to travel តែខ្ញុំអត់ខ្វល់ទេខ្ញុំសម័យសិនខ្ញុំទៅដាក់ target set target ថាអូមួយឆ្នាំទៅដល់លេបានទីប្រទេសថាអត់ដឹងថាដល់វៀតណាមអត់ដឹងទេដឹងថាដាក់សិនណាលុយនៅណាក៏អត់ដឹងថាចាក់សិនទៅដល់ពេលហើយស៊ីក្នុងឆ្នាំហ្នឹងគឺខ្ញុំបច្ចុប្បន្នពីប្រទេសមែនហើយឥឡូវហ្នឹងគឺខ្ញុំ plan ទៅមកប្រទេសទៀតចឹងវាយ៉ាង over ដែលខ្ញុំ target ទុកក៏ប៉ុន្តែ plan ហ្នឹងទៅពីប្រទេស end up ខ្ញុំទៅបាត់3ប្រទេសអញ្ចឹងសម័យសិនឲ្យតែយកសម័យសិនវាដូចគេហៅថាស្រូបទាញវាមកហៅយើងហ្មងយល់អត់អញ្ចឹងតើសម័យច្រើនណាបាយបាយ